បាទឃើញទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវាពេលដែលយើងភ្ជាប់រួចហើយវាចេញជាភាសាខ្មែរអញ្ចឹងតែម្ដងគឺបទចម្រៀងខ្មែរមានបងប្អូនចង់ដាក់អីក៏ដាក់ទៅបងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមជម្រាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានកន្លឹះមួយទៀតដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាអំពីរបៀបនៃការដាក់ story ជាបទចម្រៀងខ្មែរបងប្អូនមួយចំនួននៅតែដាក់ story ជាបទចម្រៀងខ្មែរនៅមិនទាន់បានបាទអញ្ចឹងដូចជានេះជាដើមអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យមើលពេលដែលបងប្អូនទាំងអស់គ្នាអាចដាក់បទចម្រៀងខ្មែរបងប្អូនទាំងអស់គ្នាចុចមកគឺអត់មានភាសាខ្មែរទេជាក់ស្ដែងទោះបីជាយើងវាយជាភាសាខ្មែរក៏វាអត់ចេញដែរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងវាយភាសាខ្មែរមកយើងវាយភាសាខ្មែរទៅបងប្អូនទាំងអស់គ្នាដោយសារតែឃើញអត់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងវាអត់ចេញទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបងប្អូនទាំងអស់គ្នាគឺយើងទៅ download កម្មវិធីមួយដើម្បីដាក់ភាសាខ្មែរដាក់ជាបទចម្រៀងខ្មែរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅក្នុងApp Store បាទយើងចូលទៅក្នុង Play Store អធិស្ឋានចូលទៅក្នុង Play Store បន្ទាប់មកយើងវាយពាក្យថា VPN ដើម្បីយើងវាយពាក្យថា VPN ដើម្បីដាក់ជាបទចម្រៀងខ្មែរអញ្ចឹងបងប្អូនទាំងអស់គ្នា VPN មានច្រើនអញ្ចឹងយើងជ្រើសរើសយក VPN មួយដែលបងប្អូនទាំងអស់គ្នាជ្រើសរើសតាមខ្ញុំនឹងងាយស្រួលហើយងាយស្រួលប្រើប្រាស់បាទអញ្ចឹងយើងជ្រើសរើសយកកម្មវិធីនេះហើយបងប្អូនទាំងអស់គ្នាអាច select download មកលឿនទៅតាមបងប្អូនទាំងអស់គ្នាចឹងចាំបន្តិចបងប្អូនទាំងអស់គ្នាវាកំពុងតែ download ហើយសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe ដាក់រូបកណ្ដឹងបងប្អូនអាចចុច Subscribe ឬ Follow Page របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗទាក់ទងនឹងចំណេះដឹងនៃការប្រើប្រាស់ទូទៅរបស់ Facebook និង Telegram Messenger អីនៅក្នុង Channel របស់ខ្ញុំគឺមានការបង្ហាញជាច្រើនបងប្អូនអរគ្នាអាចចូលទៅមើលបានបាទអញ្ចឹងយើងពេលដែលយើងដនបានហើយបាទពេលដែលយើងដនបានហើយយើងមកមើលគឺនេះបាទបងប្អូនអាចមើលម៉ៅហើយយើងចុចទៅលើវាមកបន្ទាប់មកយើង continue ចាំបន្តិចបន្ទាប់មកវាចេញបែបនេះបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការខ្វែងវាចេញត្រង់នេះបិទមកបាទវាឲ្យចុច allow បងប្អូនចុចអាខាងលើបើបងប្អូនមិនត្រូវចុច don't allow ទេបាទអញ្ចឹងយើងចុច allow ខាងលើនេះបន្ទាប់មកបងប្អូនទាំងអស់គ្នាអត់មានចាំបាច់ធ្វើអីទេគឺវិធីសាស្ត្រងាយមែនតើគឺ VPN នេះគឺបងប្អូនចុចសញ្ញាត្រង់ការ៉ុតនេះបាទខ្ញុំហៅការ៉ុតចុះបាទមានរូបសរសៃហ្នឹងហើយបងប្អូនទាំងអស់គ្នាអាចចុចអូខេអញ្ចឹងចាំឲ្យវាដើរចប់ទៅបាទវាដើរចប់ហើយវាលោតបែបនេះបងប្អូនទាំងអស់គ្នាចុចសញ្ញាខ្វែងនេះបងប្អូនទាំងអស់គ្នាបាទនោះបងប្អូនទាំងអស់គ្នានឹងឃើញសញ្ញាមួយត្រង់នេះបាទសញ្ញាមួយត្រង់នេះសញ្ញាកូនសនេះហើយបងប្អូនទាំងអស់គ្នាចេញទៅខាងក្រៅវិញបាទហើយបងប្អូនទាំងអស់គ្នាអូស Facebook ចោលសិនយើង clear វាចោលសិនបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នា clear វាចេញបែបហ្នឹងហើយបងប្អូនទាំងអស់គ្នាទៅរកបាទនេះបាទបងប្អូនទាំងអស់គ្នាចូលមកក្នុង Facebook របស់បងប្អូនទាំងអស់គ្នាមក
ចឹងបងប្អូនអរគ្នាចូលមកក្នុង Facebook ហើយបងប្អូនអរគ្នាចូលទៅក្នុងបាទចូលទៅក្នុង Reel បាទឬក៏ចូលទៅក្នុង Story បាទហើយជាក់ផងដែរបងប្អូនអរគ្នាចង់ទិញកាសនេះគឺខ្ញុំមានលក់បងប្អូនអរគ្នាតម្លៃ8រៀលទេហើយបងប្អូនទាំងអស់គ្នាចង់ជាប់ account Facebook TikTok Telegram អីអាចឆាតមកខ្ញុំបានតម្លៃធូរថ្លៃបងប្អូនអរគ្នាខ្ញុំអាចជាប់ជូនបងប្អូនអរគ្នាបានអញ្ចឹងបងប្អូនអរគ្នាអាច add music បាទបន្ទាប់ពីយើង add music ហើយយើងនឹងឃើញអញ្ចឹងដែរក៏ប៉ុន្តែបងប្អូនអរគ្នាអាច search ជាភាសាខ្មែរដូចមិញអញ្ចឹងយើងវាយភាសាខ្មែរមកយើងសរសេរជាភាសាខ្មែរជូនបងប្អូនចាស់ឡំសេស៊ីងខ្មែរអញ្ចឹងខ្មែរបងប្អូនចាស់បាទឃើញទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវាពេលដែលយើងភ្ជាប់រួចហើយវាចេញជាភាសាខ្មែរអញ្ចឹងតែម្ដងគឺបទចម្រៀងខ្មែរមានបងប្អូនចង់ដាក់អីក៏ដាក់ទៅបងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមអត់ចាក់បទចម្រៀងនឹងទេដោយសារតែវាជាប់ copyright បងប្អូនទាំងអស់គ្នាកុំឲ្យជាប់ copyright ព្រោះបទចម្រៀងសិតតែកម្មសិទ្ធិរបស់គេអញ្ចឹងពេលដែលយើងចាក់បទចម្រៀងទៅវាជាប់ copyright អញ្ចឹងខ្ញុំតេស្តជូនបងប្អូនតិចចាស់ចាប់ខ្ញុំកាត់ចម្រៀងនឹងចោលបាទអញ្ចឹងគឺវាពិតជាដាក់បានមែនបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនអរគ្នាឃើញហើយបងប្អូនអរគ្នាបាទអញ្ចឹងមួយទៀតបងប្អូនអរគ្នាបាទពេលណាដែលបងប្អូនទាំងអស់គ្នាដាក់អានឹងឲ្យអត់បិទបងប្អូនទាំងអស់គ្នានឹងអ៊ីនធឺណិតរឿង slow បាទបងប្អូនទាំងអស់គ្នាយើងដាក់មួយផ្លែតអញ្ចឹងទេដើម្បីដាក់បទចម្រៀងទៅហើយយើងដោះវាចេញវិញហើយវិធីសាស្ត្រនៃការដោះបងប្អូនទាំងអស់គ្នាអាចពេលដែលបងប្អូនបិទចេញក៏វាអត់ដាច់ដែរបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាឲ្យអស់តែម្ដងកុំឲ្យបងប្អូនទាំងអស់គ្នាមានចម្ងល់ហើយបងប្អូនទាំងអស់គ្នាបន្តិចមិនបានដាក់នឹងហើយអ៊ីនធឺណិតរឿង slow ម្ល៉េះព្រោះវាមិនមែន server នៅប្រទេសកម្ពុជារបស់យើងទេបងប្អូនទាំងអស់គ្នាគឺជា server របស់ប្រទេសអាមេរិកអញ្ចឹងប្រទេសកម្ពុជារបស់យើងអត់ដឹងថាយ៉ាងម៉េចបានវាបិទស្រុកខ្មែរយើងអត់ឲ្យដាក់បទចម្រៀងទេខ្ញុំអត់ដឹងដែរអញ្ចឹងយើងទៅបិទ server អាមេរិកចោលserver នឹងចោលហើយដើម្បីរបស់បងប្អូនអរគ្នាអាចអ៊ីនធឺណិតដើរមកវិញធម្មតាបាទអញ្ចឹងយើងចូលទៅក្នុងកម្មវិធីនឹងវិញដដែលបាទហើយវាមានទាំងពាណិជ្ជកម្មតិចតួចដោយសារតែយើងប្រើ free បងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនអរគ្នាអាចឲ្យវាលូតពាណិជ្ជកម្មផុតហើយវាលូតសញ្ញាខ្វែងនេះបងប្អូនខ្វែងនឹងចោលមកហើយបងប្អូនទាំងអស់គ្នាមើលសញ្ញាខ្វែងនេះបាទអាចបងប្អូនអាចបងប្អូនអរគ្នាបិទអានេះមកបងប្អូនអរគ្នាបាទចុចសញ្ញាខ្វែងនេះវានឹងបាត់សញ្ញាកូនសនឹងបងប្អូនអរគ្នាបាទបាទអញ្ចឹងសញ្ញាកូនសគឺបាត់រួចរាល់ហើយបងប្អូនអរគ្នាបាទអញ្ចឹងកម្មវិធីនេះពេលណាដែលយើងចង់ story យើងប្រើទៅយើងបើកដូចខ្ញុំប្រាប់ពីដំបូងអញ្ចឹងទៅបងប្អូនទាំងអស់គ្នាបាទហើយបើបងប្អូនទាំងអស់គ្នាមិនចង់ប្រើទេទុកវាចោលអញ្ចឹងទៅតែបញ្ជាក់បើសិនជាបងប្អូនទាំងអស់គ្នាបើកហើយត្រូវតែបិទវាអត់បិទវាគឺអ៊ីនធឺណិតបងប្អូនទាំងអស់គ្នានឹងរឿង slow ជាងមុនគឺអត់ទៅដល់លឿនទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងអាចដាក់ធ្វើមួយផ្លែតទៅតែបើយើងបិទហើយអ៊ីនធឺណិតយើង server ធម្មតានៅប្រទេសកម្ពុជាយើងធម្មតាបាទអរគុណច្រើនសម្រាប់បងប្អូនដែលតាមដាននៅវីដេអូនេះតាំងពីដើមដល់ចប់បើសិនជាពេញចិត្តនៅវីដេអូនេះបងប្អូនកុំភ្លេចចុចមេដៃដាក់រូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗទាក់ទងនឹងទូរស័ព្ទដៃនិងកុំព្យូទ័របើសិនជាចង់ភ្ជាប់កម្មវិធី Telegram Facebook TikTok បងប្អូនអាចឆាតមកខ្ញុំបាន